biết tha sus đấy chỉ bị sa chân như ngân thà nì hảo nì hảo nì hảo dương bỏ thà sus đây tỏ biết tha tệ tông cho môi nâng họ ta nên sus bài chữ tê chỉ bị sa chân như ngân thà nì hảo má nì hảo má nì hảo má ta nên sus bài chữ tê tỏ biết bắt đầu tiết nè ok chương trắng số chung kê nè ok ta nên chung vậy đấy dương ai para bị thà 你叫什么名字？你叫什么名字？等下么回答？这边讲起来的问题，我叫柯钱，我叫柯钱，你呢？你呢？你呢？那dân chào xua từ cạnh kia với nhá nè. Tỏ mỗi tiết dân chào như vậy thà, xua ở dụ kế nè. Ok, chứ anh như vậy thà, 你多大了？你多大了？មានន័យថាអ្នកអាយុប៉ុន្មានហើយអ្នកអាយុប៉ុន្មានហើយបើសិនជាគេសួរយើងបែបនេះយើងអាចឆ្លើយទៅកាន់គេវិញថា我24岁了我24岁了មានន័យថាខ្ញុំអាយុ24ឆ្នាំហើយតែពេលយើងចង់ចោទសួរទៅកាន់គេវិញយើងគ្រាន់តែប្រើពាក្យថានីណើហើយមានថាយើងចោទសំណួរទៅកាន់គេវិញណាតោះពីបន្ទាប់ទៀតយើងអាចនិយាយថាសួរទៅកាន់គេថាតើអ្នកធ្វើការងារអ្វីដែរយើងអាចសួរទៅកាន់គេថា你做什么工作你做什么工作តើអ្នកធ្វើការងារអ្វីដែរអញ្ចឹងបើសិនជាយើងចង់ប្រាប់គេថាខ្ញុំធ្វើការនៅរោងចក្រយើងអាចប្រើពាក្យថា我在工厂工作我在工厂工作ទៅប៉ុណ្្នឹងទៅណាអញ្ចឹងបើយើងចង់សួរទៅកាន់គេថាធ្វើការនៅផ្នែកណាយើងអាចនិយាយថា你在那个部门工作你在那个部门工作ទៅប៉ុណ្្នឹងទៅណាតោះបើសិនជាយើងចង់ឆ្លើយទៅកាន់គេវិញថាគេសួរយើងថាធ្វើការនៅផ្នែកណាអញ្ចឹងណាអូខេឥឡូវយើងឆ្លើយទៅវិញថា我在烹饪部门工作我在烹饪部门工作អញ្ចឹងមានថាខ្ញុំធ្វើការនៅផ្នែកដេរខ្ញុំធ្វើការនៅផ្នែកដេរណាតោះបើសិនជាគេចង់សួរយើងថាតើអ្នកមានបទពិសោធន៍ការងារប៉ុន្មានឆ្នាំអីជាភាសាចិនយើងអាចនិយាយថា你有几年的工作经验了你有几年的工作经验了តើអ្នកមានបទពិសោធន៍ការងារប៉ុន្មានឆ្នាំហើយយើងអាចសួរអញ្ចឹងណាបើសិនជាគេសួរបែបហ្នឹងហើយយើងអាចឆ្លើយទៅកាន់គេវិញថា我有5年的工作经验了我有5年的工作经验了ប៉ុណ្ណឹងមកណាហើយនឹងរបៀបឆ្លើយទៅកាន់គេវិញតោះអញ្ចឹងយើងចង់សួរទៅកាន់គេថារោងចក្រនេះបើកប្រាក់ខែថ្ងៃណាដែរយើងអាចសួរទៅកាន់គេថា你工厂哪一天发工资你工厂哪一天发工资អញ្ចឹងមកណាតោះអញ្ចឹងយើងអាចឆ្លើយទៅកាន់គេវិញថា我们工厂10号发工资我们工厂10号发工资មានថារោងចក្រពួកយើងបើកប្រាក់ខែថ្ងៃទី10ណាថ្ងៃទី10对好的វីដេអូ老师អស់ប៉ុណ្្នឹងឯងអូខេបើសិនជាចូលចិត្តវីដេអូ老师កុំភ្លេចចុច Subscribe មួយផងដែរ好的拜拜啦再见